ជំរាបសួរប្រិមិត្តពុកម៉ែបងប្អូនតាមបណ្ដាញក្នុងសង្គម YouTube ជាទីមេត្រីនិងជាទីរាប់អានបាទថ្ងៃនេះផងដែរខ្ញុំបានលើកយកនៅអត្ថបទព័ត៌មានថ្មីមួយមកចែកជូនប្រិមិត្តពុកម៉ែបងប្អូនស្ដាប់ដែលអត្ថបទព័ត៌មាននេះមានចំណងជើងថាដើមខែថ្មី CEO រូបសង្ហាអឹងស៊ីឈុនរៀបចំពិធីចូលចែកចៅព្រះអង្គម្ចាស់សត្រីនរោត្តមពង្សសូរិយាគណៈព្រះពិធីរៀបចំយ៉ាងប្រណិតភ្ញៀវចូលរួមសុទ្ធតែខ្សែរាជវង្សបានចឹងទេតារឿងរ៉ាវនៃអត្ថបទព័ត៌មាននេះយ៉ាងណាបាទសូមប្រិយមិត្តតាមដានទស្សនាសម្ដាប់នៅអត្ថបទព័ត៌មាននេះជាមួយនឹងខ្ញុំបាទដូចតទៅតែមុននឹងសម្ដាប់នៅអត្ថបទព័ត៌មាននេះបាទសូមប្រិយមិត្តជួយចុច Subscribe ពណ៌ក្រហមនិងសញ្ញារូបកណ្ដឹងម្នាក់មួយផងដើម្បីនឹងទទួលបាននៅអត្ថបទព័ត៌មានថ្មីៗជាបន្តទៀតកាលពីខែកុម្ភៈកន្លងទៅ CEO វ័យក្មេងរុកសង្ហាលោកស៊ីឈុនបានធ្វើសុំគូរៀបការយ៉ាងរ៉ូមែនទិកដែលនារីគូនឹងដឹងជារាជបុត្រនៅក្នុងខ្សែរាជវង្សគឺព្រះអង្គម្ចាស់ក្សត្រីនរោត្តមពង្សសូរិយាមិនបងអង្គយូរចូលដល់ដើមខែឧសភាភ្លាមលោកក៏បានរៀបចំពិធីចូលស្ដីដណ្ដឹងគូស្នេហ៍ទៅតាមប្រពៃណីយ៉ាងធំដុំបានខ្សែរាជវង្សបាទចូលស្ដីដណ្ដឹងខ្សែរាជវង្សបាទតាមរយៈរូបភាពថតដោយក្រុមថតរូបកម្ពុជាឃើញថាកម្មវិធីបានធ្វើឡើងកាលពីថ្ងៃទី1ខែឧសភាឆ្នាំ2025កម្មវិធីបានរៀបចំយ៉ាងប្រណិតដែលស្ថិតនៅគេហដ្ឋានដ៏ស្កឹមស្កៃមួយលោកអ៊ីងស៊ីឈុននិងគូដណ្ដឹងព្រះអង្គម្ចាស់ក្សត្រីនរោត្តមពង្សសូរិយាបានស្លៀកពាក់នៅក្នុងឈុតពណ៌បៃតងយ៉ាងស្រស់ស្អាតទឹកមុខញញឹមស្រស់ពោពេញទៅដោយក្តីសុខនិងរីករាយជាពន់ពេកជាពិសេសឃើញថាភ្ញៀវអញ្ជើញចូលរួមសុទ្ធតែជាសាច់ញាតិនៅក្នុងខ្សែរាជវង្សដែលក្នុងនោះមានវត្តមានព្រះនាងតូចនរោត្តមចេនណាផងដែរបាទនេះជារូបភាពបាទចេះចូលស្ដីដណ្ដឹងខ្សែរាជវង្សបានរាសសាមញ្ញបាទគួរឲ្យដឹងដែរថាមុនឈានមកដល់ថ្ងៃជ័យនេះលោកអ៊ីងស៊ីឈុននិងគូដណ្ដឹងព្រះនាងអង្គម្ចាស់ស្ត្រីនរោត្តមពង្សសូរិយាបានមើលចិត្តផ្លែមគ្នាប្រមាណ76ឆ្នាំមកហើយបាទគឺឆ្លាញ់គ្នាយូរហើយហ្នឹង6ឆ្នាំប្រិមិត្តបាទអូផ្ទះធំស្គមស្កាយប្រិមិត្តបាទ CEO ក្រុមហ៊ុនណាចេះប្រិមិត្តបាទមកខេប្រិមិត្តអត្ថបទព័ត៌មាននេះបាទខ្ញុំបាទក៏សូមបញ្ចប់តែត្រឹមនេះខ្ញុំបាទសូមអរគុណប្រិមិត្តដែលបានតាមដានទស្សនាសម្រាប់នៅអត្ថបទព័ត៌មាននេះជាចុងបញ្ចប់នេះបាទសូមប្រិមិត្តជួយចុចនៅ Subscribe ពណ៌ក្រហមនិងសញ្ញារូបកណ្ដឹងម្នាក់មួយផងដើម្បីនឹងទទួលបានអត្ថបទព័ត៌មានថ្មីៗជាបន្តទៀតបាទ